ស្រីបងប្អូនអរគ្នាឥឡូវយើងទៅតមេរៀន Python បន្តទៀតចឹងមេរៀនមុនគឺយើងរៀនដល់ចំណុចមួយគឺ candlestick pattern ចឹងនៅក្នុង candlestick pattern ហ្នឹងគឺយើងរៀនអំពីទម្រង់រូបរាងរបស់ទៀនមួយមេរៀនមុនយើងរៀនទៅដល់ engulfing bearish engulfing ចា bearish engulfing ហ្នឹងគឺជាប្រភេទទៀនមួយដែលទៀនពណ៌ក្រហមឬក៏លំហូរចុះហ្នឹងដែលធំគ្របទៅលើទៀនពណ៌ខៀវដែលធ្វើឲ្យ trend ហ្នឹងវា reverse ពី up trend មក down trend ឬក៏ជា bullish មកទៅជា bearish អញ្ចឹងឥឡូវយើងទៅមើលឧទាហរណ៍ទាំងអស់គ្នាយើងទៅមើលនៅក្នុង graph ពិតណាអញ្ចឹងនៅក្នុង graph មួយនេះបងប្អូនមើលថាកន្លែងណាខ្លះដែលជា bearish engulfing តែខ្លួនឯងមើលអូខេអញ្ចឹងខ្ញុំបង្ហាញអូខេនេះទៀនមួយក្រហមស្ដុកវែងគេហៅថា bearish engulfing អូខេចាំបងប្អូនមានឃើញទៀនខៀវត្បូងឃើញទៀនខៀវត្បូងនេះទេវាបើកនៅលើវាបើកនៅត្រឹមនេះតមកវាធ្លាក់មកក្រោមនេះបិទនៅលើនេះតមកមានទៀនមួយបើកនៅនេះហើយទៀននោះខ្លាំងមែនតើមកបិទនៅក្រោមនេះអូខេគេហៅហ្នឹងគេហៅថា bearish engulfing ចាំសេត្រូវអត់ទេអូខេអញ្ចឹងយើងទៅមើលក្នុងរូបហ្នឹងមានមួយណាទៀតទេមួយនេះក៏ជា bearish engulfing ដែរគាត់ថា bearish engulfing នេះវាអត់ខ្លាំងដូចអាមុនហ្នឹងវាក្របបានដែរតែគាត់ថាក្របមិនសូវធំបានក្របអត់ទៀនខៀវនេះបើទៀនមួយនេះគឺក្របធំខ្លាំងមែនតើអញ្ចឹងវាធ្វើឲ្យដំបូងលំហូរហ្នឹងអូខេចាំផ្លែតខ្ញុំលុកមកសិនអញ្ចឹងដំបូងលំហូរហ្នឹងគឺវាជា bullish ឃើញទេពេលដែលទៀននឹងបង្ហាញមកវាជាសញ្ញាបង្ហាញថាវា reversal កំពុងតែកើតឡើងអញ្ចឹងពេលដែលទៀននឹងបង្ហាញខ្លួនយើងក៏អត់តន់ចូលកន្លែងនេះដែរយើងចាំមើល 50% នៃទៀននឹងសិនឃើញទេវាមានទៀនមួយបង្ហាញមួយទៀតគឺយើងចូលលក់មកត្រូវហើយអានេះតម្លៃទៀននេះគឺវាយើងអាចលក់កន្លែងនឹងយកតែម្ដងពេលដែលយើងដាក់ stop loss យើងដាក់លើនេះហើយ take profit យើង take ខ្លីៗមកយើងអាចយកជាការបានហើយហ្នឹងគេថា bearish engulfing អូខេចឹងយើងចូលប្រភេទទៀនមួយទៀតគឺ bullish engulfing ហ្នឹងដូចជាមួយនឹង bearish ដែរគ្រាន់តែនេះគឺជាលំហូរ reverse ពីចុះទៅឡើងវិញចឹងយើងទៅមើលដំបូងវាមានទៀនក្រហម1 2 3 4 5 6 7 8 9 មានទៀនក្រហមចេះលេងស្រាប់តែមានទៀនពណ៌ខៀវមួយបើកបាត់នៅលើនេះចឹងអាទៀននេះហើយដែលវាក្របទៅលើទៀនក្រហមនេះនឹងហើយគេហៅថា bullish engulfing ចឹងលំហូរដំបូងវាមិនចុះពេលដែលយើងឃើញទៀនហ្នឹងគឺវាជាសញ្ញានៃ reverse ឡើងទៅវិញចឹងពេលដែលយើងចូលយើងចាំមើលវា
ចាំមើលមកទៀនទៀតបើគាត់ជាមានមកទៀនទៀតអាចមកពាក់កណ្ដាលនៃទៀនហ្នឹងឬក៏នេះយើងអាចចូលនេះទៀនហ្នឹងមកពាក់កណ្ដាលទៀនហ្នឹងដាក់ stop loss ក្រុមនេះលំហូរហ្នឹងទៅចឹងយើងទៅមើលពីក្រាបជាក់ស្ដែងអូខេចឹងបងប្អូនមើលខ្ញុំទុកពេលឲ្យមើលបន្តិចបងប្អូនមើលថានៅក្នុងហ្នឹងមានទៀន bullish engulfing អត់អូខេចឹងតោះលំហូរនេះយ៉ាងលំហូរនេះទៅវងជាលំហូរចុះដល់ពណ៌សិន កុំឲ្យច្រឡំពណ៌វងលំហូរនោះគឺជាលំហូរអ្វីនេះគេហៅថាលំហូរ bearish trend វាចុះមកត្រឹមនេះនេះតម្លៃនេះវាចុះមកត្រឹមនេះវាឡើងទៅហើយគឺជាការគូ trend ឡើងអញ្ចឹងយើងនឹងរៀនបន្តទៀតហើយវាចុះមកវិញវាធ្លាក់មកតម្លៃហ្នឹងវាអត់ចុះទៀតទេតែពេលដែលវាអត់ចុះទៀតបងប្អូនមានឃើញទៀនក្រហមទូចមួយនេះស្រាប់តែមានទៀនខៀវមួយ strong ដែលវាបើកនៅនេះចុះមកក្រុមនេះហើយពេលវាទៅបិទនៅលើនេះដែលវាស៊ីនៅទៀនក្រហមក្នុងនេះចាអាហ្នឹងហៅថា bullish engulfing ចាំបងប្អូនឃើញអត់ខ្ញុំរកសិនបងប្អូនឃើញទៀនហ្នឹងបើកនៅហ្នឹងបិទនៅលើនេះហើយគឺមានទៀន1ម៉ោងគឺវាអាចចុះមកធំអាចថាចិត្តពាក់កណ្ដាលអីចឹងទៅផាយបងប្អូនចូលមកហើយ stop loss បងប្អូនត្រូវដាក់នៅក្រោមនេះ trend ហ្នឹងទៅវាគេហៅថាកន្លែងហ្នឹងគឺ reversal អានេះគេហៅថា bullish trend អូខេចឹងមេរៀនថ្ងៃនេះគឺយើងរៀនពីប៉ុណ្ណឹងហើយទៀនមួយហ្នឹងគឺជាប្រភេទទៀនពីរហ្នឹងណាទាំង bearish និង bullish engulfing ហ្នឹងគឺជាទៀនដែលមានសក្តានុពលខ្លាំងនៅក្នុងការ trade ប្រចាំថ្ងៃហើយអានេះគឺខ្ញុំប្រើទៀន4ម៉ោង time frame 4ម៉ោងអញ្ចឹងទៀនដែលត្រូវ 100% ដែលវាដើរទៅតាម candlestick pattern ហ្នឹងគឺយើងប្រើទៀន4ម៉ោងដើម្បី analyze ទៀន1នាទី5នាទី15នាទី1ម៉ោងអីហ្នឹង1ម៉ោងក៏អាចមានប្រសិទ្ធភាពដែរប៉ុន្តែអត់មានប្រសិទ្ធភាពដូចទៀន4ម៉ោងទេជាងទៀន4ម៉ោងហ្នឹងខ្ញុំប្រាប់ទូទៅមាន time frame 4ម៉ោងវាចេញបានមួយទៀនអញ្ចឹងតម្រាំ4ម៉ោងយូរមែនទេបងប្អូនយូរមកចេញបានមួយទៀនប៉ុន្តែនៅក្នុងការ trade ឬក៏អ្នកtrade គឺគេតែអត់ធ្មត់គេអាចយកលុយរបស់គេទៅចំណាយចោលបានទេចាចឹងរងចាំទៀន4ម៉ោងបង្ហាញពេលដែលទៀន4ម៉ោងបង្ហាញបងប្អូនចូលទៅអត់ខុសទេអូខេចុះវាមានសារៈសំខាន់ណាស់ហើយទៀន1នាទី2នាទី5នាទីហ្នឹងគ្រាន់តែជាការ confirm មានថាយើងចូលទៅដើម្បីឲ្យវាចំណេញ spread ឬចំណេញ PBT តិចណាដូចឧទាហរណ៍ឲ្យទៀនឧទាហរណ៍ចែកអានេះទៀន4ម៉ោងចប់ហើយមែនអត់ចុះពេលដែលទៀន4ម៉ោងចប់បងប្អូនអាចយើងគូចឹងមកចុះវាមិនអាចពេលហើយយើងអាចគិតថាវាអាចចុះមក15ទៀនទៀតហ្នឹងចឹងចុះមក
dương ai scroll ទៅមើលទៀន5នាទីឬ15នាទីបានយើងអាចយក 50% នៃទៀនហ្នឹងអញ្ចឹងយើងចាំចូលទៅចូលកន្លែងហ្នឹងមកវាទៅអូខេអញ្ចឹងវីដេអូរបស់នេះយើងបញ្ចប់ត្រឹមហ្នឹងសិនបាយបាយ